ករណីចាប់ឃាត់រថយន្តគ្មានមូលដ្ឋានច្បាស់លាស់នៅស្រុកចំខ្សានបង្កការរិះគន់ខ្លាំងពីមហាជនហេតុព្រះវិហារនៅភូមិត្រពាំងធំឃុំចំខ្សានមានហេតុការណ៍មួយដែលបង្កមានការភ្ញាក់ផ្អើលនិងការរិះគន់យ៉ាងខ្លាំងពីសាធារណមតិនិងបានកើតឡើងនៅក្នុងស្រុកចំខ្សានខេត្តព្រះវិហារពាក់ព័ន្ធនឹងសកម្មភាពរបស់អាជ្ញាធរមូលដ្ឋានដែលត្រូវបានចោទប្រកាន់ថាប្រើអំណាចលើសលប់ដើម្បីបង្កើតបទល្មើសលើប្រជាពលរដ្ឋស្លូតត្រង់យោងតាមការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងធំឃុំចំខ្សានបានឲ្យដឹងថានៅវេលាម៉ោងប្រហែលជា 7:45 នាទីយប់ថ្ងៃទី13ខែមីនាឆ្នាំ2026កម្លាំងគណៈបញ្ជាការឯកភាពស្រុកដឹកនាំដោយលោកចិនខន្តីអភិបាលស្រុកចំខ្សានបានចុះប្រតិបត្តិការចាប់ឃាត់រថយន្តចំនួន2គ្រឿងម៉ាកគីនិងហ៊ីចុនដាយដោយអះអាងថាជារថយន្តពាក់ព័ន្ធនឹងបទល្មើសព្រៃឈើបើទោះបីជាមិនមានភស្តុតាងជាក់ស្ដែងនៅពេលចាប់ឃាត់ក៏ដោយប្រជាពលរដ្ឋបន្តទៀតថាបន្ទាប់ពីចាប់ឃាត់រថយន្តទទេអាជ្ញាធរបានបញ្ជាឲ្យកម្លាំងជាមកាមយ៉ាងតឹងរ៉ឹងពេញមួយជប់មិនអនុញ្ញាតឲ្យចរាចរណ៍ឡើយគួរឲ្យសង្ស័យបន្ថែមគឺនៅព្រឹកថ្ងៃទី14ខែមីនាឆ្នាំ2026មានកម្មករត្រូវបាននាំមកលើកដាក់ឈើបង្គោលក្រាក់ប្រហែលជា150ដើមលើរថយន្តទាំងនោះមុននឹងដឹកយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើនិងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តព្រះវិហារសកម្មភាពនេះបានធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងសង្ស័យយ៉ាងខ្លាំងថាអាជ្ញាធរបានបង្កើតភស្តុតាងដើម្បីដាក់បន្ទុកលើម្ចាស់រថយន្តនិងអ្នកពាក់ព័ន្ធដែលមិនមានបទល្មើសជាក់ស្ដែងនៅពេលដំបូងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះបានបញ្ជាក់ថាពួកគេគ្រាន់តែប្រមូលឈើក្រាក់សល់ពីភ្លើងឆេះព្រៃដើម្បីលក់រកចំណូលតិចតួចសម្រាប់ចិញ្ចឹមជីវិតនៅក្នុងស្ថានភាពពិបាកបន្ទាប់ពីតំបន់នេះធ្លាប់ជាតំបន់ចំនួនប្រដាប់អាវុធដែលធ្វើឲ្យពួកគេមិនអាចធ្វើកសិកម្មឬរកមុខរបរផ្សេងបានសូមស្នើថាសមាជិកស្រុកចំខ្សានហ្នឹងសូមឲ្យឡាននិយាយនឹងនិយាយមុំហ្នឹងស្នើឲ្យគាត់វិញទៅឡានហ្នឹងអត់មានគោលបងអត់មានបានអីទេបើដាក់បង្គោលបងមានពេញខ្ញុំថាទេបើបង្គោលឡានហ្នឹងមកដល់គាត់មកយកឡានទៅម្ល៉េះហើយឡានហ្នឹងមិនដឹងមានសអត់មានហៅជាងមកដាក់យកទៅឲ្យនាំគ្នាមកលើកបង្គោលលើកយកមកដាក់ឲ្យហៅជាការពីឲ្យមកលើកដាក់អញ្ចឹងវាអត់ត្រូវច្បាប់ទេដល់វាធ្វើអញ្ចឹងដល់ពេលខ្ញុំជាប្រជាពលរដ្ឋឲ្យស្រុកសង្គ្រាមចេះទៀតមកធ្វើអញ្ចឹងទៅអត់ពួកខ្ញុំបានអីទេពួកខ្ញុំហ្នឹងបានអីបើខ្ញុំអ្នកឆោតលងងមែនទេថាប្រជុំប្រាប់ជាពលរដ្ឋថាអើយខុសចេះមួយចុះពីរដល់ជាពលរដ្ឋចុះឲ្យរត់ទៅដល់ពេលមកចាប់យកស្រស់អញ្ចឹងនៅយកបង្គោលរបស់អស់ខ្ញុំនេះទាំងអស់គ្នានឹងរងដល់150ខ្ញុំរងៃមិនរស់ស៊ីអីរំពឹងអីទៀតមានអីអមមើលពេលលឹកឈើមកក៏ឡានចូលមកមិនទាន់បានលើកអីទេឡានទៅទីក៏ដល់នេះមកកាក់ឡានតុកដល់នេះព្រឹកលើងយាមមកយប់នេងប៉លិសយាមទាំងអស់មកយប់នេងអត់អោយពួកខ្ញុំចេញទាំងអស់អោយពួកខ្ញុំអោយបកគូលក៏ពួកខ្ញុំក៏អោយហើយដល់នេះឡងានឹងយួនអ្នកពីណាទីមកលើកបង្គោលប្រុងប្លន់យកទាំងអស់បង្គោលយកទាំងឡានអាញាធម៌ស្មាត់កិច្ចដែលយកឡាននិយាយទៅនេះក៏សូមមកជួយអស់វិញទៅឡានមកអត់តាន់បានមានបានឡានគាត់ទេទេលើបង្គោលដាក់លើឡាននិយាយយកទៅហើយមកនាំគ្នាជួលគេមកលើបង្គោលដាក់ឡានគាត់លើឡានហើយឡានអត់មានសោទៀតយកជើងមកកាច់សោធ្វើឲ្យឆេះឡានអត់មានសោទេទាំងពីរអត់មានសោទេឡានចូលឲ្យជាងដាក់អីទាំងអស់អត់មានដាក់អីទេឡាននឹងឡានគាត់ឡានទេក៏បានមានអីវ៉ាន់មានអីក៏មានពូលមានអីបើទោះបីជាយ៉ាងណាជំនួសឲ្យការជួយសម្រួលជីវភាពប្រជាពលរដ្ឋអាជ្ញាធរមូលដ្ឋានវិញត្រូវបានចោទថាបានប្រើវិធានការរដ្ឋបិទនិងបង្កើតនៅបញ្ហាថ្មីដោយដាក់កំហុសទៅលើប្រជាពលរដ្ឋស្លូតត្រង់ដែលកំពុងតែរស់នៅក្នុងភាពខ្វះខាតមតិសាធារណៈមួយចំនួនបានលើកឡើងថាទង្វើបែបនេះមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងប៉ះពាល់ដល់ភាពជឿជាក់លើអាជ្ញាធរផងដែរការប្រើអំណាចដោយគ្មានតុល្យភាពនិងការបង្កើតនូវបទល្មើសអាចនាំឲ្យមានផលវិបាកធ្ងន់ធ្ងរនៅពេលអនាគតប្រសិនបើមិនមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងប្រជាពលរដ្ឋបានដាក់សំណើជាថ្មីទៅកាន់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់សូមចូលរួមពិនិត្យស៊ើបអង្កេតករណីនេះដោយឯករាជ្យនិងយុត្តិធម៌ដើម្បីរកការពិតនិងផ្ដល់យុត្តិធម៌ដល់ប្រជាពលរដ្ឋនិងម្ចាស់រថយន្តដែលត្រូវបានចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ជុំវិញបញ្ហាខាងលើនេះអង្គភាពគេហទំព័រ Nina News មិនអាចតាក់ទងទៅលោកចិនខិន្តីអភិបាលស្រុកចំខ្សានបាននោះទេព្រោះទូរស័ព្ទរបស់លោកមិនអាចតាក់ទងបាន